ទំនៀមដាក់ព្រះសពនៅក្នុងកោដ្ឋដែលយើងមិនបានឃើញចាប់តាំងពីឆ្នាំ1969មកដល់បច្ចុប្បន្នថ្ងៃនេះខ្ញុំបានឃើញអត្ថបទមួយរបស់លោកម៉ៅវុធាដែលលោកបានសរសេរពាក់ព័ន្ធនឹងរឿងនេះដោយភ្ជាប់ទៅនឹងពិធីបុណ្យព្រះសពរបស់បុត្រីស្ដេចរាមាទី10របស់ថៃដោយលោកបានសរសេរថាសង្ឃឹមថាបងប្អូនប្រិយមិត្តមិនប្រកាន់ខ្ញុំដែលហ៊ានយកអត្ថបទរបស់ចៅសៀមមកចែករំលែកទាំងក្នុងដែលគ្រប់គ្នាកំពុងផុសផុលពហិការរបស់ចៅសៀមទាំងឡាយចង់ជេរខ្ញុំក៏ជេរចោះព្រោះខ្ញុំសមនឹងពាក្យជេរប្រមាថនានារួចហើយតែនេះគឺជាមរតកវប្បធម៌ទំនៀមទម្លាប់ប្រពៃណីមួយដែលយើងមិនបន្តប្រើតែចៅសៀមនៅតែបន្តប្រើហើយអះអាងថាជាម្ចាស់ពិតប្រាកដហើយបើយើងមិនបានដឹងឬភ្លេចហើយយើងពហិការទាំងពុទ្ធិទៀតនោះពុកមិនហ៊ានស្រមៃទេកូនពេលនេះមកមើលទំនៀមមួយដែលខ្មែរយើងឈប់ប្រើហើយតែខាងចៅសៀមនៅតែបន្តប្រើនិងអភិរក្សបានយ៉ាងល្អត្រឹមត្រូវនោះគឺទំនៀមនៃការប្រើប្រាស់ព្រះកោដ្ឋនៅក្នុងព្រះរាជពិធីបុណ្យព្រះសពរបស់រាជវង្សានុវង្សសៀមអ្នកដែលបានតាមដានព័ត៌មានពីចៅសៀមប្រកាសជាបានឃើញហើយនាពេលនេះនៅក្នុងព្រះបរមរាជវាំងសៀមមានបុណ្យព្រះសពដល់ទៅ2គឺពិធីបុណ្យព្រះសពរបស់ព្រះមាតានិងបុត្រីច្បងរបស់ស្ដេចសៀមរាមា10គត់បានដេកឋាននៅក្នុងរាជវាំងតែមួយធ្វើបុណ្យព្រះសពយាយនិងចៅនៅក្នុងពេលជាមួយនឹងគ្នាគ្រាន់តែតម្កល់ព្រះសពនៅក្នុងប្រាសាទខុសគ្នាបុណ្យព្រះសពទាំងពីរនេះសុទ្ធតែមានតម្កល់ព្រះកោដ្ឋសម្រាប់ធ្វើជាកិច្ចពិធីនានាតែសំណួរសួរថាតើព្រះសពពិតជាបានរក្សាទុកនៅក្នុងព្រះកោដ្ឋមែនឬយ៉ាងណាចម្លើយនោះគឺមិនមែនទេព្រះសពពិតគឺបានដាក់នៅក្នុងព្រះមឈូសាដែលដាក់នៅពីក្រោយព្រះកោដ្ឋមិនមែនដាក់នៅក្នុងព្រះកោដ្ឋផ្ទាល់នោះទេព្រះកោដ្ឋដែលតម្កល់នោះគឺគ្រាន់តែជាគ្រឿងលម្អប្រកបកិត្តិយសនិងតាមព្រះរាជបវេណីពីបុរាណមកតែប៉ុណ្ណោះខាងក្រោមនេះគឺជាខ្លឹមសារនៃរូបភាពតម្កល់ព្រះកោដ្ឋតើដឹងទេព្រះបរមសពមិនបានដាក់នៅក្នុងព្រះកោដ្ឋទេតែដាក់នៅក្នុងព្រះមឈូសាឬមឈូសតាមរាជបវេណីបច្ចុប្បន្នព្រះបរមសពរបស់ព្រះរាជវង្សានុវង្សត្រូវបានគេតម្កល់ទុកនៅក្នុងព្រះមឈូសមិនមែនដាក់នៅក្នុងព្រះកោដ្ឋដោយផ្ទាល់នោះទេព្រះកោដ្ឋគ្រាន់តែជាគ្រឿងលម្អប្រកបព្រះកិត្តិយសនិងតាមរាជបវេណីដោយករណីរបស់សម្ដេចព្រះចៅលោកធើចៅហ្វាផាចរាកិត្តិយាផាឬព្រះអង្គផាព្រះសពត្រូវតម្កល់ទុកនៅក្នុងមឈូសនៅក្នុងព្រះពន្លានៃព្រះទីនាំងភិមានរតយាមិនមែនដាក់នៅក្នុងព្រះកោដ្ឋដោយផ្ទាល់នោះទេព្រះកោដ្ឋជាគ្រឿងលម្អប្រកបព្រះកិត្តិយសជានិមិត្តរូបនៃព្រះឋានៈប្រកបដោយឥស្សរិយយសតម្កល់នៅពីលើព្រះមឈូសាដែលជាកន្លែងដាក់សពរចនាតាមបែបបទកន្លងតាមរាជបវេណីនាពេលបច្ចុប្បន្ននេះមិនមានការផ្ទុកព្រះសពដោយផ្ទាល់ទេព្រះមឈូសពជាហឹបតម្កល់ព្រះសពពិតប្រាកដដាក់ព្រះសពនៅក្នុងលក្ខណៈដេករាបស្មើតាមធម្មជាតិសមស្របនឹងការថែរក្សាព្រះសពប្រកបដោយអនាម័យងាយស្រួលដល់ការរៀបចំព្រះរាជពិធីដែលមានរយៈពេលយូរប្រកាន់តាមគោលការណ៍អនាម័យនិងស្តង់ដារសម័យទំនើបហេតុអ្វីបានជាបដូរមកប្រើព្រះមឈូសពកាលពីមុនត្រូវតម្កល់នៅក្នុងព្រះកោដ្ឋដោយរៀបព្រះកាយវិការនៅក្នុងលក្ខណៈមួយដែលមិនសមស្របនឹងការអនុវត្តនាពេលបច្ចុប្បន្នការតម្កល់នៅក្នុងមឈូសជួយថែរក្សាព្រះសពយ៉ាងល្អសមស្របនិងសមតាមព្រះឋានៈកិត្តិយសងាយស្រួលនិងសមស្របដល់ការរៀបចំព្រះរាជពិធីដែលមានរយៈពេលយូរស្របតាមគោលការណ៍មនុស្សធម៌និងស្តង់ដារអនាម័យនាពេលបច្ចុប្បន្ននៅតែរក្សាបានគន្លងប្រពៃណីនៃការប្រើប្រាស់ព្រះកោដ្ឋតាមព្រះរាជបវេណីចំពោះព្រះរាជាណាចក្រកម្ពុជាយើងវិញទំនៀមនៃការប្រើប្រាស់ព្រះកោដ្ឋនេះគឺមិនមានទៀតទេនាពេលបច្ចុប្បន្ននេះទំនៀមនៃការប្រើប្រាស់ព្រះកោដ្ឋចុងក្រោយគេបំផុតគឺនៅក្នុងឆ្នាំ1569ដែលជាព្រះរាជពិធីបុណ្យព្រះសពរបស់សម្ដេចព្រះសង្ឃរាជជួនណាតតាមទំនៀមខ្មែរពីបុរាណគឺមានប្រើទាំងព្រះកោដ្ឋនិងព្រះមឈូសាដោយដែលដឹងហើយថាទំនៀមនៃការប្រើប្រាស់ព្រះកោដ្ឋគឺសម្រាប់ព្រះបរមសពព្រះមហាក្សត្រនិងព្រះរាជវង្សានុវង្សថ្នាក់ខ្ពស់ព្រមទាំងសម្ដេចព្រះសង្ឃរាជហើយទំនៀមបែបនេះខ្មែរមានតាំងពីយូរយារណាស់មកហើយយ៉ាងហោចណាស់នៅក្នុងសម័យអង្គរដែលជាពិសេសយើងមានឃើញវត្ថុតាងអំពីរូបរាងព្រះកោដ្ឋនៅតាមជញ្ជាំងប្រាសាទបាយ័នឬចេតិយរាងដោយព្រះកោដ្ឋនៅប្រាសាទព្រះខ័ន
ហើយបើនិយាយអំពីមឈូសសម្រាប់ដាក់សពក៏មានតាំងពីសម័យដើមផងដែរដែលមានសល់សំណល់ជាវត្ថុតាងដល់សពថ្ងៃដូចជាប្រាសាទបេងមីលាបន្ទាយសម្រែឬពិសេសនោះគឺប្រាសាទអង្គរវត្តតាមការអះអាងរបស់លោកតា Zoxides តាមការពិតទៅប្រពៃណីនៃការដាក់សពនៅក្នុងកោដ្ឋនេះអាចជាប្រពៃណីរួមនៃបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោកនៅប្រទេសលាវមានប្រើទូលំទូលាយជាងកម្ពុជាសៀមទៅទៀតដោយប្រើប្រាស់សម្រាប់មនុស្សទូទៅដោយដែលឃើញវាលក្រឡជាឧទាហរណ៍ស្រាប់